បាទជំរាបសួរសួស្តីដល់ពុកម៉ែបងប្អូនទាំងគ្នាបាទដែលចូលចិត្តមើលនៅតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃនៅលើ Channel សង្ក្រាន្តឆ្នោតរបស់ខ្ញុំបានណាបាទចឹងថ្ងៃនេះមកជួបគ្នាសាជាថ្មីជាមួយនឹងការឲ្យតម្រុយល្អៗជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ថ្ងៃទី14ខែ6 2026បាទចឹងឃើញថាតម្រុយរបស់យើងមួយសិលមួយថ្ងៃណាអត់បានចូលបាទធ្វើឲ្យពុកម៉ែបងប្អូនយើងមានការអាក់អន់សពន់ចិត្តបាទឥឡូវហ្នឹងម្សិលមិញណាអេដមីនដាក់ជូនពុកម៉ែបងប្អូនឃើញតែបានចូលចំទៀតហើយបាទចូលចំពិសេសគឺខ្ទង់អស់ណាពុកម៉ែបងប្អូនយើងបាទចូលច្រើនមែនតែនបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ការឲ្យតម្រុយសម្រាប់ថ្ងៃថ្មីតែម្ដងណាពុកម៉ែបងប្អូនយើងអធិស្ឋានណាយើងផ្ទៀងផ្ទាត់នៅតម្រុយថ្ងៃចាស់សិនចាំចូលដល់ថ្ងៃថ្មីណាបាទចឹងសារ៉ាតម្រុយការពីមិនសមលេខតូចអត់មានឲ្យ12 17 65 83ណាហើយលេខធំអត់មានឲ្យ5 37គុណ6 83គុណលេខអុសគឺអុសខ្ទង់10និងអុសខ្ទង់6ចឹងយើងចូលទៅផ្ទៀងផ្ទាត់មើលជាមួយនឹងលទ្ធផលដែលបានចេញម៉ោង4និងម៉ោង6មិនសមទាំងអស់គ្នាបាទចឹងសម្រាប់លទ្ធផលម្សិលមិញបាទថ្ងៃសៅរ៍4ជួលណាបាទប៉ោះ A គឺ74 3លេខគឺ065ប៉ោះហូ2លេខគឺ31 3លេខគឺ161ប៉ោះ B 2លេខ22 3លេខ6 69ប៉ោះ C 2លេខ19 3លេខ2 26និងចុងក្រោយប៉ោះ D ពីលេខ29និង3លេខបាទ261ណាបាទ261បាទចឹងសារ៉ាលទ្ធផលជាមួយនឹងតម្រុយរបស់មីនណាបាទមីនឲ្យខ្ទង់10បាទ12 17បាទចេញ19បាទមីនឲ្យ6បាទ6អត់ចេញទេបាទមានឲ្យ83បាទអត់ចាញ់ដូចគ្នាដែរពុកម៉ែបងប្អូនយើងអត់មានឲ្យ17ត្រឡប់71បាទចាញ់74បាទយើងខុសមួយលេខណាបាទខុសមួយលេខតែម្ដងហើយយើងចូលបាននៅខ្ទង់អុសតែមួយក្របទេនៅម៉ោង4គឺអុសខ្ទង់10បាទគឺ19ណាពុកម៉ែបងប្អូនយើងបាទគឺ19ហើយសម្រាប់3លេខវិញបាទពុកម៉ែបងប្អូនយើងអត់បានចូលទេពុកម៉ែបងប្អូនយើងអត់បានចូលទេគេចាស់យើងចូលទៅម៉ោង6ជាបន្តសម្រាប់នៅម៉ោង6ប៉ោ A ពីលេខ01 44 93ហើយ72ណា3លេខគឺ752 376និង448ប៉ោ B ពីលេខ6កុដ3លេខ014ប៉ោ C ពីលេខ14 3លេខ600និងចុងក្រោយប៉ោះ D ពីលេខ64និង3លេខ001បាទចឹងជាមួយនឹងតម្រុយរបស់ admin ណា admin ឲ្យ12 70 12 17បាទ17 71ចេញ01បាទចេញ02 admin ឲ្យ83ចេញ93បាទចេញ83ចេញ93ណាវាខុសមួយលេខតែម្ដងខុសមួយលេខហើយសម្រាប់មានឲ្យ65បាទ65ចេញ64នៅប៉ុស្តិ៍ D បាទតែពុកម៉ែបងប្អូនដែលបានតាមដានในការឲ្យតម្រុយណាការផ្សងសំណាងមានឲ្យ65យើងលេខចុះមួយលេខឡើងមួយលេខបាទអញ្ចឹងយើងចុះមួយលេខគឺយើងបាន64តែម្ដងចូលចំណាចូលចំជាមួយនឹងការឲ្យតម្រុយរបស់ admin បាទជាសម្រាប់3លេខវិញបាទ3លេខ admin ឲ្យ537ចេញ752ចេញ752ហើយចេញ376បាទខុសមួយលេខតែម្ដងបាទសម្រាប់3លេខនៅប៉ុស្តិ៍ A ណានៅម៉ោង6ជាយើងខុសមួយលេខស្ដាយមែនតើណាពុកម៉ែបងប្អូនយើងស្ដាយហើយសម្រាប់នៅខ្ទង់អុសវិញបាទខ្ទង់អុស admin ឲ្យពុកម៉ែបងប្អូនយើងអុស10អុស6ណាបាទអុស10យើងចូលបានប៉ុស្តិ៍ C មួយក្របគឺ14ហើយសម្រាប់អុស6គឺយើងចូលបាន6កុដហើយនឹង64បាទចូល BCD តែម្ដងបាទចូលទាំង3ក្របតែម្ដងបាទចឹងសម្រាប់នៅម៉ោង6យើងចូលចំជាមួយនឹងតម្រុយរបស់មានគឺ64ហើយនឹងខ្ទង់អុសគឺអុសខ្ទង់10និងអុសខ្ទង់6
បាទចឹងយើងចូលបានច្រើនដែរពុកម៉ែបងប្អូនយើងបាទចឹងសកម្មតែពុកម៉ែបងប្អូនដែលបានយកលេខពី channel របស់មានកាលពីមិនសមយកទៅផ្សងសំណាងគឺបានចូលត្រូវហេងដល់នេះហើយពុកម៉ែបងប្អូនដែលបានតាមដានហើយបានយកទៅផ្សងសំណាងហើយបានចូលអេមីនក៏សូមចូលរួមសោកស្ដាយផងណាបាទអូខេយើងចូលទៅកាន់តម្រុយថ្ងៃថ្មីរបស់យើងតែម្ដងបាទចំពុកម៉ែបងប្អូនដែលបានអូសឃើញក៏ដូចជាបានតាមដានទស្សនានៅការឲ្យតម្រុយឲ្យពុកម៉ែបងប្អូនកុំភ្លេចណាជួយចុចមេដៃក៏ដូចជាចុចជាវដាក់សញ្ញារូបកណ្ដឹងនៅលើ channel របស់មានម្នាក់មួយផងដើម្បីងាយស្រួលតាមដានការឲ្យតម្រុយក៏ដូចជាតាមដាននៃការ live លទ្ធផលឆ្នោតយួនប្រចាំថ្ងៃនៅលើ channel របស់មានជាប្រចាំថ្ងៃបាទហើយពិសេសណាគឺ complete comment ប្រាប់ admin ផងដែលបានយកលេខទៅផ្សងសំណាងបានត្រូវណាអូខេចឹងសម្រាប់តម្រុយ admin បានរៀបចំជូនរួចរាល់គឺ admin ឲ្យ31បាទ31 38 84បាទហើយនឹង57បាទហើយសម្រាប់លេខធំគឺមាន2គ្រាប់ដែរបាទ2គ្រាប់គឺ417គុណបាទនិង581គុណបាទហើយនឹងចុងក្រោយរបស់យើងគឺលេខអុសបាទលេខអុសអេដមីនឲ្យពុកម៉ែបងប្អូនយើងលេងអុស30និងអុស8បាទជាងអេដមីនមានខ្ទង់អុសគឺ2ខ្ទង់ណាពុកម៉ែបងប្អូនយើងបាទចឹងសម្រាប់តម្រុយរបស់អេដមីននៅថ្ងៃទី14នេះដែរបាទគឺមានតែប៉ុណ្្នឹងចែកជូនទៅដល់ពុកម៉ែបងប្អូនយកទៅផ្សងសំណាងណាហើយសម្រាប់ការផ្សងសំណាងលេខតូចអេដមីនឲ្យ31 84យើងលេងរងលើរងក្រោមទៅបាទចុះមួយលេខឡើងមួយលេខហើយសម្រាប់38 57យើងលេងគុណត្រឡប់ណាបាទលេងគុណត្រឡប់ឬក៏ពុកម៉ែបងប្អូនពេញចិត្តនឹងការលេងគុណត្រឡប់អាចគុណទាំង4ខ្ទង់ក៏បានដែរបាទហើយសម្រាប់លេខធំពុកម៉ែបងប្អូនស្រឡាញ់យកទៅផ្សងសំណាងណាអេដមីនឲ្យពុកម៉ែបងប្អូនយើងលេងគុណបាទលេងគុណផងហើយនឹងចុងក្រោយបាទខ្ទង់អុសបាទស្រឡាញ់ខ្ទង់មួយណាយកខ្ទង់មួយនឹងទៅបាទស្រឡាញ់30ដាក់30ស្រឡាញ់8គឺដាក់8បាទចឹងសម្រាប់តម្រុយនៅថ្ងៃទី14នេះបាទគឺមានប៉ុណ្ណឹងសកម្មតែពុកម៉ែបងប្អូនស្រឡាញ់ឲ្យយកទៅផ្សងសំណាងអេដមីនក៏ជូនពរឲ្យពុកម៉ែបងប្អូនយើងបានត្រូវចំហេងៗដល់គ្នាក៏ដូចជាជូនពរឲ្យពុកម៉ែបងប្អូនយើងរកទទួលទានមានបានតែណាមកណាប្រកបដោយសុខសុវត្ថិភាពដល់គ្នាហើយសម្រាប់ការអធិប្បាយនៅការឲ្យតម្រុយមានពាក្យពេចណាពាក្យពេចលើសលួសត្រង់ណាមិនសមរម្យក៏សូមអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនយើងទាំងគ្នាផងបាទចាំមានក៏សូមគោរពលាពុកម៉ែបងប្អូនយើងតែប៉ុណ្ណេះយើងជួបគ្នាជាមួយនឹងការឲ្យតម្រុយនៅថ្ងៃស្អែកជាបន្តទៀតបាទអញ្ចឹងមានក៏សូមអរគុណសូមគោរពលា